ក្រុមប្រឹក្សាធម្មនុញ្ញប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប27ឆ្នាំនៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញនិងបូកសរុបសមិទ្ធផល9ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញពីខែមិថុនាឆ្នាំ2016ដល់ខែមិថុនាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាយដាមកតេនីតេកោសល្យបណ្ឌិតអ៊ឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញអមដោយព្រះរាជវត្តមាននិងវត្តមានសម្ដេចឯកឧត្តមលោកជំទាវសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានថ្នាក់ដឹកនាំខុទ្ទកាល័យទីប្រឹក្សាជំនួយការមន្ត្រីខុទ្ទកាល័យមន្ត្រីអគ្គលេខាធិការដ្ឋានភ្នាក់ងារជាតិជាប់កិច្ចសន្យាប្រមាណ100រូបនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2025នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញអគារសវិមានរដ្ឋចំការមនយោងតាមរបាយការណ៍អានដោយឯកឧត្តមតាំងរតនាអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានបង្ហាញនៅសមិទ្ធផល9ឆ្នាំដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមកតេនីតេកោសល្យបណ្ឌិតអ៊ឹមឈុនលឹមបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មដែលទទួលសមិទ្ធផលជារួមដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់បានក្នុងការបំពេញសមត្ថកិច្ចដូចជាបានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជារួមក្នុងរយៈពេល9ឆ្នាំចុងក្រោយនេះក្រុមប្រឹក្សាធម្មនុញ្ញបានបន្តបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាននិងបានរួមចំណែកដោះស្រាយបញ្ហាធំៗមួយចំនួនរបស់ជាតិក្នុងឋានៈជាស្ថាប័នឯករាជ្យនិងអព្យាក្រឹតដោយឡែកក្រោមការដឹកនាំប្រកបដោយឆន្ទៈសមត្ថភាពបញ្ញាញាណទេពកោសល្យនិងឧត្តមគតិជាតិខ្ពស់ឯកឧត្តមកតេនីតេកោសល្យបណ្ឌិតអ៊ឹមឈុនលឹមក្នុងរយៈពេល9ឆ្នាំចាប់ពីខែមិថុនាឆ្នាំ2016ដល់ខែមិថុនាឆ្នាំ2025កន្លងមកនេះបានធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈរួមមានសមិទ្ធផលផ្នែកទុនរួមមានការកសាងទស្សនាទានគុណតម្លៃនិងមនសិការជាតិនិងផ្នែករឹងរួមមានសំណង់សម្ភារៈបរិក្ខារមធ្យោបាយឡាហើយសមិទ្ធផលដ៏វិសេសវិសាលឧត្តមថ្លៃថ្លាដែលសម្រេចបាននាពេលនេះបាននឹងកំពុងបន្តផ្ដល់នៅឧត្តមប្រយោជន៍ជាតិនិយាយជារួមនិងនិយាយដោយឡែកដោយបានធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញកាន់តែមានកិត្យានុភាពនិងឧត្តមភាពសមិទ្ធផលដែលឯកឧត្តមកតេនីតេកោសល្យបណ្ឌិតអ៊ឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានខិតខំប្រឹងប្រែងសម្រេចបានជារួមនិងឧត្តមគតិជាតិគួរឲ្យគោរពកោតសរសើរដោយបានបរិយាយពីខាងដើមនេះប្រាកដណាស់គឺបានក្លាយជាមរតកខាងផ្នែកបេតិកភណ្ឌផងនិងមរតកផ្នែកបញ្ញាផងទាំងក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតយូរអង្វែងហើយដោយផ្អែកលើមូលដ្ឋានមរតកដ៏ប្រសើរថ្លៃថ្លានេះពិតណាស់គឺនាំឲ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញកាន់តែមានដើមទុនរឹងមាំនិងធនធានមិនចេះរីងស្ងួតក្នុងការបន្តបេសកកម្មរបស់ខ្លួនបំពេញសមត្ថកិច្ចជាស្ថាប័នកំពូលប្រកបដោយភាពស្វាហាប់ក្នុងការចូលរួមកសាងព្រះរាជាណាចក្រកម្ពុជាឲ្យឈានឡើងជាសង្គមនីតិរដ្ឋថ្លែងនៅក្នុងឱកាសនោះឯកឧត្តមកតេនីតេកោសល្យបណ្ឌិតអ៊ឹមឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានគូបញ្ជាក់ថាពិធីអបអរសាទរទិវារំលឹកខួប27ឆ្នាំ15មិថុនា1998 15មិថុនាឆ្នាំ2025នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញនិងការបូកសរុបសមិទ្ធផលរយៈពេល9ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានរយៈពេលស្របទៅនឹងរយៈពេលនៃអាណត្តិ3ឆ្នាំចំនួន3អាណត្តិរបស់ឯកឧត្តមក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញគឺអាណត្តិទី7ទី8និងទី9ពីខែមិថុនាឆ្នាំ2016ដល់ខែមិថុនាឆ្នាំ2025ដូច្នេះពេលវេលានេះក៏ជាថ្ងៃបញ្ចប់វគ្គបេសកកម្មការងាររបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរជាវគ្គរយៈពេល9ឆ្នាំដែលឯកឧត្តមប្រធានបានឆ្លងកាត់បេសកកម្មការងាររួមគ្នាជាមួយសម្ដេចឯកឧត្តមលោកជំទាវសមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញក៏ដូចជាមន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការជំនះពុះពារឧបសគ្គបញ្ហាប្រឈមនានាដោយសម្រេចបានជោគជ័យរួមជាបន្តបន្ទាប់ពិសេសបានធ្វើឲ្យគុណតម្លៃស្នូលដែលជាដួងព្រលឹងរបស់ស្ថាប័នត្រូវបានសម្រេចคล้ายជាការពិតជាក់ស្ដែងឯកឧត្តមកតេនីតេកោសល្យបណ្ឌិតបានបន្តថាក្រុមប្រឹក្សាធម្មនុញ្ញក្នុងឋានៈជាស្ថាប័នកំពូលឯករាជ្យនិងអព្យាក្រឹត
បានអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដោយផ្អែកជាចម្បងលើខ្លឹមសារជាគោលការណ៍ច្បាប់និងគោលការណ៍នយោបាយជារចនាសម្ព័ន្ធមូលដ្ឋានដែលបានចែងក្នុងរដ្ឋធម្មនុញ្ញដោយមានការថ្លឹងថ្លែងរក្សានៅតុល្យភាពនៃគោលការណ៍ទាំងពីរជាក់ស្ដែងក្នុងរយៈពេល9ឆ្នាំនេះក្រមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេចដែលមានចរិតជាគោលការណ៍ជាអាចតាក់ទងទៅនឹងគោលការណ៍បែងចែកអំណាចគោលការណ៍ឧត្តមប្រយោជន៍ជាតិដែលមិនអាចប៉ះពាល់គោលការណ៍ជាតិនិយមនិងគោលការណ៍និរន្តរភាពនៃអំណាចសាធារណៈជាដើមដែលជាការរួមវិភាគទានដល់ស្ថិរភាពនយោបាយនិងប្រក្រតីនៃការប្រព្រឹត្តរបស់ស្ថាប័នជាតិឯកឧត្តមកតេនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមបានរំលឹកឡើងថាក្នុងរយៈពេល9ឆ្នាំអ្វីដែលជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លានិងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រមប្រឹក្សាធម្មនុញ្ញក្នុងនេះរាប់ទាំងក្រមប្រឹក្សាធម្មនុញ្ញគ្រប់អាណត្តិក្រោមការដឹកនាំរបស់ប្រធានទាំង4ចាប់តាំងពីឆ្នាំ1998មកគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ2ដែលបានកើតឡើងក្នុងអាណត្តិទី9នៃក្រមប្រឹក្សាធម្មនុញ្ញនោះគឺព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់សពព្រះរាជហឫទ័យប្រោះប្រទានមហាកិត្តិយសស្ដេចគង់ប្រថាប់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតទី1ក្នុងព្រះរាជពិធីអបអរសាទរខួបលើកទី30ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលពិធីនេះបានប្រារព្ធធ្វើនៅថ្ងៃទី6ខែតុលាឆ្នាំ2023និងទី2ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដែលពិធីនេះបានប្រារព្ធនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2024ព្រះរាជាធិបតីក្នុងព្រះរាជពិធីទាំងពីរបានញ៉ាំងឲ្យព្រះរាជពិធីនេះកាន់តែមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរចំពោះគម្រោងជាប្រវត្តិសាស្ត្រទាំងពីរនេះឯកឧត្តមប្រធានបានគូបញ្ជាក់ជូនអង្គប្រជុំថាតាំងពីចាប់ផ្ដើមគម្រោងរហូតដល់ការបញ្ចប់គម្រោងជាស្ថាពរមានការសម្រេចនិងណែនាំគាំទ្រជាបន្តបន្ទាប់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីសម្ដេចនៅជានាយករដ្ឋមន្ត្រីដោយសម្ដេចផ្ទាល់ផ្ដល់នៅគោលការណ៍សម្រេចឲ្យអនុវត្តគម្រោងនិងផ្ដល់មធ្យោបាយថវិកាដើម្បីអនុវត្តនិងដោយឡែកនៅក្នុងរយៈពេលរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញឯកឧត្តមប្រធានបានសម្ដែងនៅការអរគុណយ៉ាងជ្រាលជ្រៅបំផុត